បើកក្បាលវីដេអូមកបងប្អូនច្បាស់ជាហៀទឹកមកដល់មានអត់និយាយទៅថ្ងៃនេះគឺថាមានរបស់ពិសេសបងប្អូនអរគ្នាមិនពិសេសណាស់ណាគាត់ថាបុកមីជាមួយនឹងទំពាំងព្រិចហ្នឹងគឺថាខ្ញុំអត់ដែរបានបុកសោះហ្មងបងប្អូនអរគ្នាហើយមួយរយៈនេះគឺថាឃើញតែបុករហូតបងប្អូនគឺបុកទំពាំងព្រិចហ្នឹងឯងហើយថ្ងៃនេះគឺថាខ្ញុំទិញមីពីកញ្ចប់បងប្អូនអរគ្នាហើយមានពងទាមានអីអែតទៀតណាបងប្អូនអរគ្នាមុនដំបូងខ្ញុំក៏ធ្វើការស្រោះមីស្រោះអីសិនបងប្អូនអរគ្នាហើយអានេះគឺថាលក្ខណៈវាដូចញោមដូចរៀងញោមអញ្ចឹងណាបងប្អូនអរគ្នាមិនដឹងថាបងប្អូនណាខ្លះដែលធ្លាប់បានហូបទេចាហើយបន្ទាប់ពីថាខ្ញុំស្រោះមីស្រោះអីរួចរាល់អស់ហើយខ្ញុំក៏ចាប់ដើមជៀនជាមួយនឹងពងទារបស់យើងហើយពងទាថ្ងៃនេះគឺថាជីអត់សូវបានល្អទេបងប្អូនអើយចាហើយទីពីរបស់យើងគឺថាស្ងោររួចថ្មីតែម្ដងឥឡូវនេះយើងក៏ស្រង់ពងទារបស់យើងហើយយើងដាក់មកគ្រាប់ទៀតពងទាខ្ញុំដាក់ចំនួន3គ្រាប់បងប្អូនអរគ្នាបន្ទាប់ពីថាយើងរៀបចំពងទាអីជៀនរួចរាល់អស់ហើយគឺខ្ញុំមកបុកម្ទេសបុកប្រហុកម្ដងបងប្អូនអរគ្នាទៅយើងដូចបុករហុងធម្មតាប៉ុន្តែឆ្ងាញ់ជាងបុករហុងទៀតបងប្អូនអរគ្នានិយាយមែនបងប្អូនអត់ដែលបានហូបគឺអាចធ្វើហូបបាននិយាយមែនគឺថាជប់ចិត្តសាហាវតែម្ដងឥឡូវនេះយើងក៏ចាប់ផ្ដើមបុកជាមួយនឹងម្ទេសជាមួយនឹងខ្ទឹមម្ទេសកាន់តែច្រើនគឺថាកាន់តែឆ្ងាញ់ថ្ងៃនេះគឺថាមានជាមួយនឹងពេញប៉ោះឆូរីទៀតបងប្អូនអរគ្នាអញ្ចឹងយើងមានគឺយើងដាក់ទៅបងប្អូនមានបន្លែអីដាក់គឺថាដាក់បន្លែនឹងទៅប៉ុន្តែខ្ញុំអត់មានទេបងប្អូនហើយនេះគឺថាសាមួយរសជាតិគឺថាអូឆ្ងាញ់កប់សេរីតែម្ដងបងប្អូនហើយពេញប៉ោះហ្នឹងគឺខ្ញុំចូលចិត្តហូបលេងបងប្អូននេះសាររសជាតិវាផ្អែមចាបន្ទាប់មកទៀតខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងទឹកប្រហុករបស់យើងចូលបើនិយាយថាទឹកប្រហុកមិញហ្នឹងមិនដឹងថាម៉ាក់អីបងប្អូនគាត់ថារសជាតិវាគឺថាឆ្ងាញ់ខ្លាំងមែនទែនក្លិនប្រហុកមកហើយអត់មានប្រៃមានអីបងប្អូនអត់សូវប្រៃអីហ្មងទេចាហើយនេះមើលទៅដងខ្លាំងមែនទែនយើងក៏ធ្វើការដាក់មីរបស់យើងចូលបន្ទាប់មកទៀតយើងធ្វើការបុកវាទៅអូយបងប្អូនហើយគាត់តែថាបុកប៉ុណ្ណឹងហើយគឺមានអារម្មណ៍ថាចង់ហៀទឹកមាត់មកបងប្អូនហើយនិយាយថាជាតិកប់សេរីតែម្ដងណាបន្ទាប់មកទៀតខ្ញុំក៏ធ្វើការចិត្តជាមួយនឹងទំពាំងព្រិចរបស់យើងចូលបងប្អូនអរគ្នាហើយទំពាំងព្រិចគឺថាធ្វើបានគ្រប់មុខតែម្ដងមិនថាបងប្អូនចង់យកទៅស្លោបុកឬក៏ធ្វើជ្រក់ធ្វើអីបងប្អូនគឺថាបានហូបលក់ហូបអីហ្នឹងគឺថាបានទាំងអស់បងប្អូនអត់មានអីពិបាកទេតិចគឺថាខ្ញុំមានលក់ឲ្យបងប្អូនប៉ុន្តែឥឡូវនេះភូមិគាត់កំពុងតែទៅហើយអត់ទាន់បានអីចឹងណាបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមចិត្តជាមួយទំពាំងព្រិចរបស់យើងចូលក្នុងត្បាល់របស់យើងមកនិយាយថាយើងកូវមិនបាច់បុកអីទេបងប្អូនហើយចុងក្រោយគេគឺអត់មានអីច្រើនទេគឺយើងដាក់ជាមួយនឹងពងទាដែលយើងបានជៀនមិញហ្នឹងបងប្អូនអរគ្នានិយាយមែនបុកមីពងទាហ្នឹងនិយាយទៅយើងអែតជាមួយនឹងពងទាថែមគឺឆ្ងាញ់បាច់ចាំគ្រឿងសមុទ្រអីទេបងប្អូនមានតែពងទា2 3គ្រាប់ហ្នឹងមកគឺថាអូយឆ្ងាញ់កប់សេរីតែម្ដងហើយបងប្អូនឃើញសលេងលោឡានហ្នឹងដោយសារមិត្តភ័ក្តិខ្ញុំនិយាយរំដួលអីគាត់និយាយលេងបងប្អូនគ្នាខ្ញុំបញ្ចូលសលេងនៅមនុស្សច្រើនចាឥឡូវនេះយើងចាក់ដាក់មួយចានមកគឺថាអូយមួយចានពេញបឹបហ្មងបងប្អូនហើយចំណាយលុយតែ3000ហ្នឹងគឺថាអូយហូបមិនអស់ចាបងប្អូនយើងចាប់ដើមរោយជាមួយនឹងជាអាណារបស់យើងថែមទៀតមកនិយាយពីថាអូយកប់សេរីតែម្ដងណាបងប្អូនអត់និយាយច្រើនទេបងប្អូនអរគ្នាតែមើលខ្ញុំហូបទាំងអស់គ្នាថារសជាតិវាឆ្ងាញ់ប៉ុណ្ណាអញ្ចឹងណាអូខេហូបនឹងកាមេរ៉ាមែនរបស់យើងគឺថាហៀទឹកមកដល់ជង្គង់អញ្ចឹងឲ្យគាត់ហូបម្ដងហើយបងប្អូនអរគ្នាតែពេលញ៉ាំម្ទេសញ៉ាំប្រហុកហ្នឹងបងប្អូនអរគ្នាគឺខ្ញុំមិនដែលភ្លេចហ្មងជាមួយនឹងសលេងជាមួយកៃសាដោយសារតែវាមានទូនាទីសម្រាប់យើងបានល្អខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់មានបញ្ហាមុនកប់មុនខ្ទូមុនធំមុនដបោកមុខស្នាមជុំអាចរួយទៅសាច់ក្រហមហ្នឹងបងប្អូនអត់ដឹងថាប្រើអីបាត់ទេបងប្អូនអាចមាសាជាមួយនឹងសលេងជាមួយកៃសានេះបានដោយសារខ្ញុំគឺខ្ញុំមាសាញ៉ាំម្ទេសញ៉ាំអីខ្លាំងមែនទែនបងប្អូនអរគ្នាអញ្ចឹងមុខរបស់ខ្ញុំគឺងាយនឹងឡើងរោលឡើងមុនអញ្ចឹងខ្ញុំតែងតែជូតសម្អាតវាមួយថ្ងៃទៅ2 ដងអីហ៎បងប្អូនអរគ្នាហើយសម្រាប់តង់ឡាប់របស់វាបងប្អូនអរគ្នាគឺថាមកពីប្រទេសជប៉ុនជូតទៅហ្នឹងបងប្អូនអរគ្នាគឺថាជួយផ្ដល់សំណុំដល់មុខរបស់យើងបានល្អខ្លាំងមែនទែនសំខាន់គឺថាជួយពង្រឹងរញើសជំរុះកសិកាចាស់សម្រាប់បងប្អូនដែលគាត់ចង់បានអាចទាក់ទងទៅម្ចាស់ប្រេនផ្ទាល់ក៏បានដែលខ្ញុំមិនសិនឈ្មោះលើហ្នឹងបងប្អូនឬបងប្អូនត្រូវទិញនៅតាមផ្សារនៅជិតផ្ទះបងប្អូនក៏មានដែរហើយសំខាន់ឥឡូវហ្នឹងមានប្រូម៉ូសិនមកប្រអប់ហ្នឹងបញ្ចុះតម្លៃនៅសល់តែត្រឹម$10បងប្អូនអរគ្នានិយាយទៅគឺថាធូរមែនទែន